ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃណែនាំអភិបាលរងខេត្តកែបដែលតែងតាំងថ្មីទាំង3រូបឲ្យពង្រឹងកិច្ចសហប្រតិបត្តិការបម្រើប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាពអភិបាលរងខេត្តកែបថ្មីចំនួន3រូបបានប្រកាសចូលកាន់មុខតំណែងជាផ្លូវការនាព្រឹកថ្ងៃទី4មិថុនា2026ក្រោមអធិបតីភាពអាដាមសន្តិបណ្ឌិតម៉ៅចន្ទរារដ្ឋលេខាធិការប្រចាំការតំណាងអាដាមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅសាលប្រជុំសាលាខេត្តកែបអាដាមសន្តិបណ្ឌិតម៉ៅចន្ទរាសម្ដែងនឹងការកោតសរសើរនិងមានតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តកែបដែលបានខិតខំសម្រេចនៅសមិទ្ធផលជាច្រើនជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋនិងរាជរដ្ឋាភិបាលអាដាមសន្តិបណ្ឌិតក៏បានណែនាំទៅដល់អភិបាលរងខេត្តថ្មីទាំង3រូបសហការគ្នាខិតខំបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់គ្រប់វិន័យការងារពង្រឹងសាមគ្គីភាពផ្ទៃក្នុងនិងចុះជាប់ជាមួយប្រជាពលរដ្ឋដើម្បីដោះស្រាយសំណុំពរនិងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋទាន់ពេលវេលាអាដាមលោកក៏បានស្នើដល់ថ្នាក់ដឹកនាំខេត្តកែបនិងមន្ត្រីពាក់ព័ន្ធរួមគ្នាជំរុញការបង្កើតផលិតផលទេសចរថ្មីឲ្យស្របតាមផែនការមេអភិវឌ្ឍវិស័យទេសចររបស់ខេត្តដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកម្សាន្តកាន់តែច្រើនទន្ទឹមនេះក៏ត្រូវតែយកទៅដាក់ពង្រឹងទៅដល់សន្តិសុខស្ដាប់ធ្នាប់សាធារណៈនិងបន្តអនុវត្តវិធានការម៉ឺងម៉ាត់ក្នុងការទប់ស្កាត់លុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scam ដើម្បីរក្សាសុវត្ថិភាពនិងភាពកក់ក្ដៅជូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិអន្តរជាតិសូមបញ្ជាក់ថាអភិបាលរងខេត្តថ្មីទាំង3រូបនៅខេត្តកែបរួមមាន1លោកលីសាវ៉េតផ្ទេរពីអភិបាលរងខេត្តតាកែវមកជាអភិបាលរងខេត្តកែប2លោកសុករស់ផ្ទេរពីអភិបាលរងខេត្តស្វាយរៀងមកជាអភិបាលរងខេត្តកែបនិង3លោកសែមរមនីត្រូវបានតែងតាំងជាអភិបាលរងខេត្តកែបពីខ្ញុំហ៊ុយបន្លែង LTNG ធ្វើសេចក្តីរាយការណ៍ LTNG Cafe វិសាលភាពនៃរសជាតិ